សួស្តីអ្នកគ្នាជួយជាមួយខ្ញុំបាទ CAN ណាមេថ្ងៃនេះខ្ញុំនឹងលើកយកភាពបន្តមកសម្រាប់ជជែកអ្នកទាំងអស់គ្នាមុននឹងចូលទៅដល់វីដេអូខ្ញុំសង្ឃឹមថាអ្នកគ្នាជួយចុច Subscribe ឲ្យរកខ្ញុំនឹងមានកម្លាំងចិត្តធ្វើវីដេអូតអូខេអ្នកគ្នាកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងទាំងអស់គ្នាភាគនេះបានលេងបន្តនៅភាគមុននាងបានហៅទូឲ្យប្រុសរបស់យើងថាយ៉ាម៉ូតែឯងកំពុងតែធ្វើអ្វីហើយក៏បានស្គាល់នាងដែរនាងក៏មានឈ្មោះថាអាគីរ៉ាសាច់រឿងបានកាត់នៅលើដំបូលអគារវិញយ៉ាម៉ូជាមួយនឹងនូណាកំពុងតែនិយាយគ្នាហើយទូឲ្យប្រុសរបស់យើងបាននិយាយថាតែឯងនឹងទេគាត់ធ្លាប់មានមិត្តកាលពីនៅទួចតែឥឡូវគាត់មិនសមហៅនាងថាមិត្តទេដោយសារគាត់ខានប្រស័យតាក់ទងជាមួយនឹងនាងយូរហើយនោះណានាងបាននិយាយថាតើលោកទិញនាឡិកានេះមិនមែនដើម្បីរកមិត្តទេយ៉ាម៉ូបាននិយាយថាគឺប្រកបណាស់ហើយគាត់ក៏បានចុចនាឡិកាតូចនោះម្ដងទៀតកាត់ឈុតនៅខាងក្រោមនេះវិញតួឯកប្រុសរបស់យើងបាននិយាយថាតើនាងមាននាឡិកាតូចរបស់ខ្ញុំអាគីរ៉ាបាននិយាយថាលោកបានឲ្យវាទៅនាងតើលោកចាំទេគឺលោកបានយកនាឡិកាតូចនេះមកដាក់លើទូរបស់នាងគាត់រឿងនេះឲ្យធ្វើឲ្យយ៉ាម៉ូពិតជាមានចម្ងល់ខ្លាំងមែនតើអាគីរ៉ាបាននិយាយថានាងពិតជារីករាយខ្លាំងណាស់ដែលលោកមិនកាត់អីខ្ញុំដឹងថានៅសាលាមានរឿងអ្វីចំពោះអ្នកឥឡូវនេះយើងមានអារម្មណ៍ថាបារម្ភអំពីឯងខ្លាំងណាស់តើឯងនឹងទេមិត្តសម្លាញ់យ៉ាម៉ូបាននិយាយថាតើមិត្តមែនទេអាការ៉ានិយាយតវិញថាតាមរយៈកាយវិការនិងអារម្មណ៍របស់អ្នកនាងដឹងមុនហើយគឺវាធ្វើឲ្យនាងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់យ៉ាម៉ូបានគិតថារបៀបពួកគេខ្លាចទៅជាមនុស្សគឺទោះឲ្យប្រុសរបស់យើងបានអង្គុយលេងសប្លេងមកនារីម្នាក់នោះគឺអាការ៉ានឹងឯងនាងបានសួរគាត់ថាកំពុងតែធ្វើអ្វីគាត់មិនទៅលេងជាមួយគេទេឬយ៉ាម៉ូបាននិយាយថាមិនអីទេអរគុណហើយនាងក៏បានអង្គុយចិត្តទូឲ្យប្រុសរបស់យើងអាការ៉ានិយាយថាតើពួកគេជាមិត្តទេឬយ៉ាម៉ូរបស់យើងគិតមួយស្របក់គាត់ឆ្លើយថាបាអាការ៉ាថាពិតជាល្អខ្លាំងណាស់នេះហើយជារបៀបពួកគេខ្លាចជាមិត្តនឹងគ្នាយ៉ាម៉ូបានឃើញឯកសន្តានរបស់នាងហើយក៏បានសួរនាងថានាងទៅផ្ទះមែនទេអាការ៉ាបាននិយាយថាមិនមែនទេនាងកំពុងតែធ្វើដំណើរទៅសាលាយ៉ាម៉ូថាពេលនេះម៉ោង 4 ហើយទៅរៀនកណ្ដាលយប់មែនទេអាការ៉ាបាននិយាយថាពេលនេះគឺពេលព្រឹកហើយនាងសួរគាត់តើគាត់កំពុងតែទៅផ្ទះមែនទេយ៉ាម៉ូបាននិយាយថាគឺមែនហើយអាការ៉ាបាននិយាយថាពួកគេអាចជួបគ្នានៅថ្ងៃស្អែកក្នុងពេលតែមួយបានទេឈុតដែលនៅឆ្ងាយពីនេះបន្ទាប់មកយ៉ាម៉ូក៏បានចុចផ្ញើសារទៅនូណាគាត់បាននិយាយថាតាមពិតទៅគាត់គឺមានមិត្តម្នាក់នូណាបាននិយាយថាតែមួយនោះទេនឹងហើយវាពិតជាល្អណាស់ក៏ស្រើម្ដងក្នុងបន្ទប់នូណានាងនិយាយថាមួយរយៈនេះតួឲ្យប្រុសរបស់យើងដូចជាទៅផ្ទះលឿនខ្លាំងណាស់ខ្ញុំមកគាត់និយាយថានៅពេលនេះម៉ោង 3:30 នាទីហើយនោះណាខត់មកឲ្យតួឲ្យប្រុសរបស់យើងទៅនោះទេដោយនិយាយថាអាចទេមកទំនាក់ទំនងរាងកាយជាមួយនឹងនាងយ៉ាម៉ូក៏តបវិញថាបើយើងទាំងពីរធ្វើបែបនេះនឹងអាចធ្វើឲ្យនាងនោះណានិយាយកាមុខថានាងមិនប្រកាន់ទេហើយក៏ដឹងថាតួឲ្យប្រុសរបស់យើងទៅរកនារីម្នាក់នោះរឿងទាំងនេះហើយធ្វើឲ្យតួឲ្យប្រុសរបស់យើងគឺភ័យខ្លាំងមែនតើហើយនូណាក៏បានមើលទៅឲ្យប្រុសរបស់យើងនាងថាតើមានអត់ហើយតួឲ្យប្រុសរបស់យើងបានប្រកែកថាមិនមែននោះទេនិយាយបែបនេះហើយយ៉ាម៉ូក៏បានលាតួឲ្យស្រីរត់ចេញបាត់ទៅនៅពេលចេញពីផ្ទះនូណាយ៉ាម៉ូបានមករកអាគូរ៉ាពេលរត់មកធ្វើគាត់ហត់ខ្លាំងមែនតើហើយធ្វើឲ្យអាគូរ៉ាមានអារម្មណ៍សប្បាយខ្លាំងមែនតើគាត់ជួយមកដល់កន្លែងក្មេងលេងយ៉ាម៉ូគាត់បានគិតថាតើនេះជាទម្លាប់របស់នាងមែនទេដែលមិនចេះនិយាយច្រើនកាលនៅក្មេងក៏មិនចាំនោះទេថានាងបែបណាដោយគាត់គិតមើលមុខគេបណ្ដើរហើយនាងក៏បានសួរថាមានអ្វីមែនហើយយ៉ាម៉ូគាត់បានបង្វែកដានដោយនិយាយថាតើនាងសប្បាយចិត្តដែរទេពេលដែលនាងដើរលេងជាមួយនឹងគាត់ហើយអាការ៉ាបាននិយាយទៅវិញថាតើលោកមិនសប្បាយចិត្តទេយ៉ាម៉ូបានតបវិញថាគឺគាត់សប្បាយគាត់បានគិតថាតើនាងកំពុងតែចូលចិត្តគាត់មែនទេចេញមកក្រៅជាមួយស្រីមិនតបបានប្រមាណផងប្រពន្ធក៏បានមកតាមតាន់ធ្វើឲ្យគាត់ភ័យខ្លាំងមែនតើអាការ៉ាមើលទៅយ៉ាម៉ូធ្វើឲ្យនាងឆ្ងល់នោះណានាងបានចេញមកព្រមទាំងនិយាយថាតើឯងចេញពីក្រៅខ្នងយើងមករកនារីម្នាក់នេះមែនទេវាគឺធ្វើឲ្យយ៉ាម៉ូគឺភ័យខ្លាំងមែនតើគណៈពេលនេះអង្វរសុំឲ្យម៉ែជួយហើយតែពេលនោះនូណានាងគ្រាន់តែលេងសើចនោះទេហើយយ៉ាម៉ូបាននិយាយថានោះណាមិននាងលេងអ្វីបែបនេះអាការ៉ាបានគិតថាពីរនាក់នេះប្រហែលជាស្និទ្ធស្នាលខ្លាំងហើយអាការ៉ាបានសួរទៅយ៉ាម៉ូថាតើលោកចូលចិត្តនាងមែនទេនោះណាក៏បានតបចំពោះយ៉ាម៉ូថាកុំនិយាយពាក្យថាចូលចិត្ត
គឺខ្ញុំមានភាពខ្មាស់អៀននៅក្នុងខ្លួនណានិយាយបែបនេះហើយក៏ឲ្យតួឯប្រុសរបស់យើងគឺឆោហើយពេលនោះណានាងក៏បានចាប់តួឯប្រុសរបស់យើងគឺឲ្យអាគូរ៉ាមើលហើយនាងក៏បានបើកឈាមតួប្រុសរបស់យើងអាគូរ៉ាមើលទាំងអារម្មណ៍ភ្ញាក់ផ្អើលអាគូរ៉ាថានោះជាអ្វីគឺកកលោកមានគេបើកឈាមតើនាងជាអ្វីនោះណាក៏បានតបទៅវិញថាយើងគឺជាបិសាចចិញ្ចូឈាមកាត់មកហាងស្រាមួយកន្លែងហើយអាការ៉ាបានសួរគាត់ថាហេតុអ្វីបានជាលោកឲ្យឈាមទៅនាងផឹកឬថារឿងទៅសាលាពាក់ព័ន្ធនឹងនាងដែរទេមិនមែនថាទូឯប្រុសរបស់យើងមិនចង់និយាយទេដោយសារគាត់មិនដឹងពីរបៀបពន្យល់អាការ៉ាថាមិនអីនោះទេនៅថ្ងៃស្អែកគឺនាងចង់បបួលគាត់ទៅរៀនវិញតែទូឯប្រុសរបស់យើងមិនមកនោះទេភ្លើងនៅទីនោះក៏បានដូរពណ៌ហើយនាងណាក៏បាននិយាយថាម្នាក់ស្រីនេះគឺគួរចាប់អារម្មណ៍ខ្លាំងណាស់អាការ៉ាបាននិយាយទៅវិញថាតើនាងមិនប្រកាសនោះទេថានាងជាវិសាចឬនោះណាបានតទៅវិញថាមិនបាច់ចាំជឿនោះទេគ្រាន់តែដឹងថានាងជាវិសាចជាឈាមទៅបានហើយនិយាយបែបនេះហើយនោះណានាងក៏បានចាក់ចេញទៅបែបនេះហើយយ៉ាម៉ូក៏បានឲ្យលុយគេចាក់ចេញទៅតាមនោះណាបាត់ទៅពេលមកតនលូណាហើយគាត់ក៏បានហៅលូណាថាបើនាងមិនប្រាប់គាត់នោះគាត់មិនដឹងថានាងខឹងរឿងអ្វីនោះទេហើយនោះណានាងក៏បានតទៅវិញថារឿងនេះទុកឲ្យលោកគិតខ្លួនឯងទៅនោះណានាងក៏ហត់ទៅលើបង្គោលសាភ្លើងមួយហើយនាងក៏លើកម្រាមដៃហោះចេញបាត់ទៅពេលនោះយ៉ាម៉ូក៏បានរត់ទៅតាមនាងតែតាមមិនតនោះទេបន្ទាប់ពីនេះក៏ដើររកតួស្រីរបស់យើងពេញទីក្រុងនៅពេលដែលគាត់ដើរនៅគាត់គិតច្រើនពេកធ្វើឲ្យគាត់ល្អដួលពេលរកនាងមិនឃើញគាត់ក៏ដាក់គាត់អង្គុយដោយអស់សង្ឃឹមតែគាត់បានភ្លេចនាឡិកាមិនអីនោះទេគាត់នឹងទំនាក់ទំនងទៅនាងភ្លាមយ៉ាម៉ូចុចចោឲ្យបាននិយាយទៅនោះណាថាឲ្យគាត់សុំទោសនោះណាបាននិយាយថាសុំទោសធ្វើអ្វីបើនាងមិនខឹងទេនោះចឹងហើយឲ្យលោកឈប់អារម្មណ៍ទៅនិយាយមិនតន់ចប់ត្រូវបួនោះណាគឺនៅមុខគាត់នឹងហើយនោះណាមកដល់ហើយនាងក៏សួរគាត់ថាមិត្តភក្តិលោកគឺឈ្មោះអ្វីនាងថាគឺវាគួរចាប់អារម្មណ៍ណាស់ដែលមិត្តភក្តិរបស់លោកហៅលោកទៅសាលាយ៉ាម៉ូថាទៅសាលាមែនទេគ្មានផ្លូវដែលគាត់ទៅសាលានោះទេបើគាត់ទៅសាលាពេលព្រឹកនោះគាត់នឹងចោលនារីម្នាក់ដែលគាត់ខំតស៊ូនឹងថាយកបានគាត់ថាបើគាត់រៀនគាត់នឹងអាចបោះបង់ក្តីសម័យចង់ខ្លាចជាបិសាចនិយាយចប់ហើយនោះណានាងក៏បានថាមានឈាមផ្លាក់នៅលើមាត់គាត់មកណាមកចាំនាងមើលឲ្យគឺលោកថាលោកមានមិត្តចំណុកថ្ងៃនេះបិសាចនឹងក្លាយទៅជាមិត្តលោកដែរស្អែកជួបគ្នាណាមិត្តនិយាយបែបនេះហើយក៏ហោះចេញបាត់ទៅអូខេអ្នកគ្នាសាច់រឿងពាក្យ3របស់យើងគឺមានប៉ុណ្ណឹងអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូនេះដល់ចប់ពីខ្ញុំ CA Anime សូមជម្រាបលាបាយបាយ